ស្ដីឃើញបងប្អូនគ្នាស្វាគមន៍មកកាន់ការសម្ដែងរឿងរបស់ admin នៅក្នុងឈុតនេះដែរយើងក៏បានឃើញថាអានកំពុងតែសេរីដើម្បីឲ្យមានសេរីសួស្ដីចូលទៅក្នុងគ្រួសារជីពេលនោះដែរយើងក៏បានឃើញថាអាននឹងក៏បានជន់កាន់ចណ្ដាលខុសដែលធ្វើឲ្យអាននឹងធ្លាក់មកខាងក្រោមចំណែកឯស៊ឺប៉ៃវិញភ័យឡើងភ្នែកសអត់ទៅហើយដែរដែលពេលនោះមីងចៅបានរត់មកត្រអានជាប់ដែលធ្វើឲ្យក្មេងស្រីម្នាក់នេះអត់ធ្លាក់ដល់ដីនោះទេគាត់អាននិយាយទៅឃើញមីងចៅភ្លាមនាងក៏បានអរគុណទៅកាន់មីងចៅចំណែកឯមីងចៅក៏បានស្ដីបន្ទោសទៅឲ្យអានថាក្មេងល្ងងឯងនេះមួយថ្ងៃវល់ល្ងាចទៅហើយនៅតែរវល់នៅទីនេះទៀតតើពីគាត់និយាយបដាល្អូបដាតែម្នាក់ឯងហើយសាច់រឿងរបស់យើងក៏បានឃើញថាមីងចៅនឹងក៏បានរើជាមួយអាផ្លានឹងយកមកបិណ្ឌគាត់ក៏បានប្រាប់ទៅកាន់អានថារឿងប្រប៉ុណ្្នឹងហេតុអីបានជាមិនឲ្យនេះបំរើធ្វើទៅចាំបាច់ធ្វើខ្លួនឯងធ្វើអីធ្លាក់ដួលអញ្ចឹងគឺសំមុខរបស់អានហើយចំណែកអានហើយនឹងស៊ឺប៉ៃក្រោយពីបានឃើញមីងចៅជួយសេរីអញ្ចឹងអានក៏បានប្រាប់ទៅកាន់មីងចៅថាសូមឲ្យមីងចៅនឹងនិយាយតែខាងឆ្វេងបន្តិចចំណែកមីងចៅក៏បានឆ្លើយប្រាប់ទៅកាន់អានថាមិនបាច់ចាំប្រាប់គាត់នោះទេគាត់ដឹងថាអានចង់ឲ្យគាត់ដាក់កន្លែងណាតែម្ដងគណៈពេលនោះអានក៏បានអរគុណទៅកាន់មីងចៅសាជាថ្មីគណៈពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាអង្គរៈនឹងក៏បានមកប្រាប់ស៊ឺប៉ៃហើយនឹងអានថាមានស្ត្រីវ័យចំណាស់ម្នាក់បានអះអាងថាគាត់គឺជាជីដូនរបស់អានតែឥឡូវនេះគាត់កំពុងតែនៅក្នុងគ្រួសារជីងរបស់យើងតែម្ដងគណៈពេលនេះដែរយើងក៏បានឃើញថាអានក៏បានមកដល់ហើយជួបជាមួយនឹងជីដូនរបស់នាងជីវ័យចំណាស់ក៏បានប្រាប់ទៅកាន់អានថាគាត់គឺជាលោកយាយរបស់គេគណៈពេលនោះឪពុកធម៌របស់អានក៏បាននិយាយទៅកាន់ជីដូនវ័យចំណាស់នោះថាអ៊ំស្រីនិយាយថាអ៊ំស្រីគឺជាលោកយាយរបស់អានក៏ប៉ុន្តែខ្ញុំមិនដែលឃើញមុខអ៊ំស្រីតាំងពីមុនមកនោះទេដល់ពេលលោកយាយរបស់អានឮអញ្ចឹងគាត់ក៏បានយករូបថតមួយស្លឹកមកបង្ហាញពួកគេដោយប្រាប់ថាវាគឺជារូបថតពីអាននៅទូចដែលគាត់បានថតជុំគ្រួសារគាត់ក៏បានប្រាប់ទៀតថាអានពិតជាចៅរបស់គាត់ពិតមែនតែអានគាត់នៅបានឃើញរូបថតនេះភ្លាមនេះក៏បាននិយាយថាតើនេះគឺជារូបថតរបស់ពុកម្ដាយខ្ញុំហ៎គណៈពេលនោះយើងក៏បានឃើញថាមីងចៅនឹងក៏បានយករូបថតនឹងទៅមើលបន្ទាប់មកមីងចៅក៏បាននិយាយថារូបថតគឺអាចคล้ายបន្លំហើយមីងចៅក៏បានសួរទៅកាន់លោកយាយរបស់អានថាបើសិនជាតាមរកអានពិតមែនពេលដែលអានកំពុងនៅក្នុងមណ្ឌលកុមារកំព្រាហើយអ្វីក៏មិនទៅទទួលអានទៅដល់ពេលអានចូលមកដល់គ្រួសារជីងហើយទើបបានជាមកយកអានអញ្ចឹងគណៈពេលនោះជីដូនរបស់អានគាត់ក៏បានប្រាប់ទៅកាន់មីងចៅថាគាត់បានស្វែងរកចៅស្រីរបស់គាត់ដែរក៏ប៉ុន្តែក៏រកអត់ឃើញអត់ដឹងថាអានស្នាក់នៅទីកន្លែងណាតែលោកតារបស់ស៊ឺប៉ៃគាត់ក៏បាននិយាយថាបើសិនជាលោកយាយម្នាក់នេះពិតជាជីដូនរបស់អានពិតមែនយើងគួរតែឲ្យរឿងនេះទៅកាន់អានធ្វើការសម្រេចចឹងហើយគណៈពេលនោះយើងក៏បានឃើញថាឪពុកចិញ្ចឹមរបស់អានក៏បានប្រាប់ទៅកាន់ជីដូនរបស់អានថានឹងយកអានហើយនឹងជីដូនរបស់អានធ្វើតេស្ត DNA មើលថាពួកគេទាំងពីរនាក់គឺជាសាច់ឈាមជាមួយនឹងគ្នាឬមួយក៏អត់គណៈពេលនោះដែរឪពុករបស់ស៊ឺប៉ៃហ្នឹងក៏ឲ្យស៊ឺប៉ៃហ្នឹងនាំអានចេញទៅខាងក្រៅដើម្បីឲ្យមនុស្សចាស់ងាយស្រួលនៅក្នុងការនិយាយគ្នាឥឡូវនេះដែរសាច់រឿងរបស់យើងក៏បានឃើញថាពេលល្ងាចហ្នឹងក៏បានមកដល់អានហើយនឹងស៊ឺប៉ៃក៏អង្គុយនិយាយគ្នាអានក៏បានប្រាប់ទៅកាន់ស៊ឺប៉ៃថានាងចង់ទៅរស់នៅជាមួយនឹងលោកយាយរបស់នាងវិញបន្ទាប់ពីស៊ឺប៉ៃបានលើបែបនេះរួចហើយស៊ឺប៉ៃអត់មានប្រតិកម្មអ្វីទាំងអស់ខណៈពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាជីដូនរបស់អានគាត់ក៏បានដើរមកដល់គ្រាន់តែអានបានឃើញជាមួយនឹងជីដូនរបស់ខ្លួនភ្លាមអានក៏បានដើរចូលទៅក្បែរលោកយាយរបស់នាងហើយពេលនោះលោកយាយក៏បានឲ្យជាមួយនឹងផ្លែក្រូចមួយមកកាន់អានដោយនិយាយថាផ្លែក្រូចនេះគឺម្ដាយរបស់អានចូលចិត្តញ៉ាំខ្លាំងណាស់អញ្ចឹងហើយគាត់សង្ឃឹមថាអានក៏ចូលចិត្តញ៉ាំផ្លែក្រូចនេះដូចគ្នាដែរពេលឃើញលោកយាយឲ្យអញ្ចឹងអានក៏បានទទួលពីលោកយាយរបស់នាងដោយនិយាយថាអរគុណហើយលោកយាយរបស់អានគាត់ក៏បានប្រាប់ទៅកាន់អានថាក្តីប្រាថ្នារបស់គាត់តែចង់ឲ្យអានត្រឡប់ទៅវិញនិងចង់ឲ្យដូនតានឹងទទួលស្គាល់អានជាគ្រួសាររបស់គាត់លោកយាយវ័យចំណាស់ក៏បាននិយាយទៀតថាប្រហែលជាគាត់មកពេលនេះគឺយឺតពេលហើយពេលអានបានលើលោកយាយនិយាយអញ្ចឹងហើយនាងក៏បានសួរទៅកាន់លោកយាយថាតើលោកយាយឈឺជើងមែនទេលោកយាយរបស់អានក៏បានប្រាប់ទៅកាន់ចៅស្រីវិញថាគាត់មិនបានឈឺជើងនោះទេហើយលោកយាយរបស់អានក៏បានប្រាប់ទៀតថាថ្ងៃនេះគឺគាត់នៅឯជនបទគាត់ដាំផ្លែឈើដើម្បីយកផ្លែឈើនោះយកមកលក់និងយកលុយមកដើម្បីទុកចិញ្ចឹមអានប៉ុន្តែសង្ឃឹមថាពេលដែលអានត្រឡប់ទៅវិញនឹងមានទីកន្លែងសម្រាប់ស្នាក់នៅដូចគេប៉ុន្តែអានបានលើលោកយាយនិយាយអញ្ចឹងហើយនាងក៏បាននិយាយថាអរគុណច្រើនណាស់លោកយាយគណៈពេលនោះមុខរបស់ស៊ឺប៉ៃឡើងសពូនហ្មងហើយនេះឈុតបន្ទាប់របស់យើងក៏បានឃើញថាការធ្វើតេស្តពិនិត្យ DNA ក៏បានចេញមកលោកយាយនេះគឺពិតជាលោកយាយខាងម្ដាយរបស់អានពិតមែនពុកធាត់របស់អានគាត់ក៏បានសួរទៅកាន់អានថាតើអាននឹងសម្រេចចិត្តបែបណាទៅរស់នៅជាមួយនឹងលោកយាយវិញឬមួយក៏នៅក្នុងគ្រួសារជីងចំណែកឯជីតារបស់ស៊ឺប៉ៃក៏បាននិយាយទៅកាន់អានថាបើទោះជាការសម្រេចចិត្តរបស់អានបែបណាក៏ដោយក៏ប៉ុន្តែគ្រួសារជីងក៏នៅតែជាគ្រួសាររបស់អានដែរហើយប្រទេសនេះក៏នៅតែរងចាំអានជានិញចំណែកមីងចៅស្អប់អានខ្លាំងណាស់ក៏ប៉ុន្តែឥឡូវនេះមើលទៅមីងចៅហាក់ដូចជាស្រឡាញ់អានយ៉ាងខ្លាំងតែឯមនុស្សគ្រប់គ្នាកំពុងតែស្ដាប់ការសម្រេចចិត្តរបស់អានគណៈពេលនោះអានក៏បាននិយាយថានាងចង់ទៅរស់នៅជាមួយនឹងលោកយាយរបស់នាងវិញដល់ពេលដែលលោកយាយកំពុងតែសប្បាយចិត្តបានចៅស្រីត្រឡប់ទៅវិញចំណែកស៊ឺប៉ៃវិញគេក៏បានកាន់ដៃរបស់អានជាប់
តែចង់ប្រាប់ទៅកាន់អានថាកុំឲ្យទៅណាចោលគេអសោះតែឯងមីងចៅលឺបែបនេះគាត់ក៏បាននិយាយទៅកាន់អានថាបើសិនជាអានត្រឡប់ទៅវិញពិតមែននៅពេលអនាគតអានប្រកាសជាមិនបានជួបជាមួយនឹងស៊ឺប៉ៃតទៅទៀតនោះទេហើយមីងចៅមើលទៅខំប្រឹងបញ្ចុះបញ្ចូលទៅកាន់អានខ្លាំងណាស់អត់ចង់ឲ្យអានណាចាក់ចេញពីគ្រួសារជីងឡើយពេលអានដល់ធ្វើតាមគាត់អញ្ចឹងធ្វើឲ្យគាត់ហួសចិត្តយ៉ាងខ្លាំងមុខធម៌របស់អានក៏បាននិយាយទៅកាន់មនុស្សគ្រប់គ្នាថាពួកយើងស្រឡាញ់អានពិតមែនក៏ប៉ុន្តែពួកយើងត្រូវតែស្ដាប់តាមការសម្រេចចិត្តរបស់អានបើសិនជាកូនមិនចង់រស់នៅទីនេះហើយពួកយើងក៏មិនអាចបង្ខំកូនរបស់យើងដែរគាត់ទៅស៊ឺប៉ៃបានលើឪពុកនិយាយអញ្ចឹងហើយស៊ឺប៉ៃក៏បានបើកភ្នែកធំបន្ទាប់មកគេក៏បានដើរចាក់ចេញពីទីកន្លែងនោះដោយសារតែខឹងជាមួយនឹងអានណោះគាត់ពីបានឃើញបងប្រុសចេញទៅបែបនេះអានក៏បានរត់តាមពីក្រោយស៊ឺប៉ៃហើយគណៈពេលនេះយើងក៏បានឃើញថាគ្រួសារជីងទាំងមូលពួកគេពិតជាពិបាកចិត្តខ្លាំងណាស់គណៈពេលនោះដែរជីដូនរបស់អានក៏បាននិយាយទៅកាន់គ្រួសារជីងថាគាត់គឺមានសំណុំពរមួយទៅកាន់គ្រួសារជីងតែកូនស្រីរបស់គាត់ហើយនិងកូនប្រសាររបស់គាត់បានស្លាប់នៅទីនេះចឹងហើយគាត់សង្ឃឹមថានោះតែនៅក្នុងគ្រួសារជីងនឹងមិនទៅរញ៉េរញ៉ៃជាមួយនឹងអានតទៅទៀតនោះទេគាត់នឹងនាំអានទៅរស់នៅឯជនបទឆ្ងាយព្រោះគាត់មិនចង់ឲ្យចៅស្រីរបស់គាត់មានការខូចចិត្តដោយសារតែរឿងនេះឥឡូវយើងក៏លេងមកមើលស៊ឺប៉ៃវិញគេក៏បានបិទទ្វារយ៉ាងចិនពេលនោះអានក៏បានគូទ្វាររបស់ស៊ឺប៉ៃដោយនិយាយថាបងប្រុសចាប់បើកទ្វារភ្លាមមកហើយអានក៏បានបញ្យល់ទៅកាន់ស៊ឺប៉ៃថាមិនដូចជាអ្វីដែលបងគិតនោះទេមានមនុស្សដែលជាទីស្រឡាញ់របស់បងច្រើនណាស់តែចំណែកលោកយាយរបស់ខ្ញុំគឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះពេលណាស៊ឺប៉ៃអត់មានខ្វល់ជាមួយនឹងសម្ដីអានតតែសោះគេក៏បានទៅសេសបុតមួយបោះចេញមកខាងក្រៅដោយនិយាយថាបើសិនជាអានចង់ទៅបាត់ទៅតែថាពេលនេះយើងក៏បានឃើញថាមនុស្សក្នុងគ្រួសារចេញពួកគេក៏បាននាំគ្នាមកលាអានក៏បាននិយាយទៅកាន់លោកប៉ារបស់នាងថានៅពេលដែលនាងចាស់ចេញទៅនាងប្រកាសជានឹកលោកប៉ារបស់នាងខ្លាំងណាស់នឹកមនុស្សនៅក្នុងគ្រួសារចេញទាំងអស់គ្នាពេលនោះជីដូនរបស់អានក៏បានប្រាប់ថាឥឡូវនេះពួកយើងត្រូវឡើងឡានត្រឡប់ទៅវិញហើយអានព្យាយាមសម្លឹងទៅកាន់បង្អួចរបស់ស៊ឺប៉ៃក៏ប៉ុន្តែឃើញស៊ឺប៉ៃចុះមកលានាងទាល់តែសោះលោកប៉ាធွားរបស់អានគាត់ក៏បានប្រាប់ទៅកាន់អានថាដោយសារតែស៊ឺប៉ៃមិនអាចទ្រាំបានក្នុងការបាត់បង់អានចឹងហើយបានជាបងស៊ឺប៉ៃអត់បានមកជូនដំណើរក៏ពីបានលើលោកប៉ានិយាយអញ្ចឹងហើយអានហ្នឹងក៏បានលាលោកប៉ាបន្ទាប់មកនាងក៏បានលាមីងចៅហើយក៏បានលាលោកតាផងដែរថាពីនិយាយបែបនេះហើយអានក៏បានឡើងទៅលើឡានហើយចាក់ចេញពីទីកន្លែងនោះទៅឥឡូវនេះយើងក៏លេចមកមើលគ្រួសារជីងវិញម្នាក់ពេលដែលអានចាក់ចេញទៅពិតជាពិបាកចិត្តខ្លាំងណាស់ពិសេសគេមីងចៅតែម្ដងណាយូរទៅគាត់ក៏មានចិត្តស្រឡាញ់ទៅកាន់អានអេដមីនមើលឈុតកន្លែងនេះឃើញមុខរបស់មីងចៅហើយអេដមីនអង្គុយសើចម្នាក់ឯងពេលដែលពួកគាត់បំរុងបញ្ចូលទៅក្នុងផ្ទះវិញហើយសាច់រឿងរបស់យើងក៏បានឃើញថាស៊ឺប៉ៃហ្នឹងក៏បានជីកង់ដេញតាមឡានរបស់អានមួយហ្វេននិយាយទៅសាច់រឿងរបស់យើងស្វីតខ្លាំងណាស់ពិសេសជាងគេស៊ឺប៉ៃហើយនឹងអានតែម្ដងក្រោយពីបានឃើញស៊ឺប៉ៃដេញតាមអញ្ចឹងឡានក៏បានឈប់ពេលនោះដែរស៊ឺប៉ៃក៏បានរត់ទៅក្បែរអានគណៈពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាទឹកភ្នែករបស់អានក៏បានស្រក់មកហើយស៊ឺប៉ៃហើយនឹងអានពួកគេក៏បានកាន់ដៃគ្នាទៅវិញទៅមកអានក៏បានស៊ឺប៉ៃថានាងដឹងថាបងប្រុសរបស់នាងប្រកាសជាមកលានាងជាមិនខាននោះទេក៏ពីឃើញអានយំអញ្ចឹងហើយស៊ឺប៉ៃហ្នឹងក៏បានយកដៃរបស់គេទៅជូតទឹកភ្នែកឲ្យអានគណៈពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាអានហ្នឹងក៏បានឲ្យតាគៀបមួយទៅកាន់ស៊ឺប៉ៃប្រាប់ទៅកាន់ស៊ឺប៉ៃថានៅពេលអនាគតពួកគេទាំងពីរនាក់នឹងបានជួបគ្នាម្ដងទៀតហើយបន្ទាប់មកអានក៏បាននិយាយទៀតថាបើសិនជានាងបានជួបនឹងបងប្រុសរបស់នាងម្ដងទៀតនាងនឹងមិនចាកចេញពីបងប្រុសរបស់នាងឡើយតែស៊ឺប៉ៃក៏បាននិយាយទៅកាន់អានថាពួកគេគឺនឹកអានខ្លាំងណាស់អានក៏បាននិយាយពាក្យមួយឃ្លាទៅកាន់ស៊ឺប៉ៃទៀតថាពេលនេះខ្ញុំពិតជាចាក់ចេញពិតមែនហើយបងប្រុសពេលនោះឡានក៏បានបើកទៅចំណែកឯស៊ឺប៉ៃក៏បានរត់តាមឡានរហូតដល់និយាយថាក្រែងអាននិយាយថានៅមិនចាក់ចេញពីគេនឹងរស់នៅជាមួយគេជារៀងរហូតទេណាហ្វេនហើយស៊ឺប៉ៃដេញតាមឡានរបស់អានរហូតដល់ដួលស៊ឺប៉ៃក៏បានស្រែកយំយ៉ាងខ្លាំងប៉ៃនៅតែតន្ទិញថាក្រែងនិយាយថាមិនបោះបង់គ្នាមិនទៅណាចោលគេស៊ឺប៉ៃនៅឃើញទៅដល់ពាក្យអានដែលនិយាយនៅពេលដែលគេឈឺថានឹងនៅជាមួយនឹងគេជារៀងរហូតតែពេលនេះសាច់រឿងរបស់យើងនៅក្នុងឈុតបន្ទាប់ក៏បានឃើញថា13ឆ្នាំបានកន្លងផុតទៅថ្ងៃនេះដែរស៊ឺប៉ៃក៏បានត្រឡប់មកពីរៀននៅឯបរទេសឥឡូវនេះក៏លេងមកមើលតួឯកប្រុសរបស់យើងនៅពេលដែលគេធំមានរូបរាងសង្ហាបែបណាតពី13ឆ្នាំបានកន្លងផុតទៅស៊ឺប៉ៃក៏បានក្លាយទៅជាអគ្គនាយកក្រុមហ៊ុននៅក្នុងគ្រួសារជីងនិងជាអ្នកស្នងមរតកនៃគ្រួសារជីងទាំងមូលផងដែរគណៈពេលដែលតួឯកប្រុសរបស់យើងបានចុះមកពីលើយន្តហោះភ្លាមនួយការរបស់ស៊ឺប៉ៃក៏បានដើរមកដល់ហើយគេក៏បាននិយាយទៅកាន់ស៊ឺប៉ៃថាអ្នកប្រុសលោកសេនស៊ីបានរៀបចំកម្មវិធីជប់លៀងនៅក្នុងគ្រួសារសេនហើយគាត់បានអញ្ជើញឲ្យលោកប្រុសទៅចូលរួមនៅក្នុងយប់នេះពីបានលើជំនួយការនិយាយអញ្ចឹងរួចហើយស៊ឺប៉ៃក៏បាននិយាយទៅកាន់ជំនួយការរបស់គេថាហើយបានទទួលព័ត៌មានពីនាងហើយឬនៅប្រុសខ្ញុំបានទទួលដំណឹងពីនាងអៀនអានថាបន្ទាប់ពីលោកយាយរបស់គាត់បានទទួលមរណភាពទៅនាងអានក៏បានផ្លាស់ទៅរៀននៅសាកលវិទ្យាល័យមួយនៅទីក្រុងប៉ុន្តែមកដល់ពេលនេះពួកយើងមិនទាន់ដឹងថា
គាត់ទៅរស់នៅឯណានោះទេហើយវាបានលើជំនួយការយើងចឹងហើយតួឯប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តរបស់គេអានខ្ញុំនឹងតាមរកនាងឲ្យឃើញណាហ្វេនគ្រាន់តែតួឯប្រុសបានបើកឡានចេញទៅភ្លាមសាច់រឿងរបស់យើងក៏បានឃើញថាអានហ្នឹងក៏បានដើរចូលមកដល់នេះគឺជាតួឯស្រីរបស់យើងអាននឹងថានៅពេលដែលអានធំទៅនាងនៅតែនិយាយច្រើនដោយការនៅក្មេងទៀតឬមួយក៏អត់ទេពេលនោះដែរទូរស័ព្ទដៃរបស់អានក៏បានរោឡើងអាឡូមានព័ត៌មានថ្មីរងចាំខ្ញុំសិនខ្ញុំនឹងទៅឥឡូវនេះតួឯស្រីរបស់យើងអានដើរមកដល់ភ្លាមសាច់រឿងរបស់យើងក៏បានឃើញថាមានផ្កាធ្លាក់មកពីលើមេឃយ៉ាងច្រើនមិនត្រឹមតែប៉ុណ្្នឹងទេណាក៏មានបុរសម្នាក់បានកាញ់បាត់ផ្កាមួយយ៉ាងធំសម្ដៅមកកាន់អានហើយបុរសម្នាក់នេះគឺមានឈ្មោះថាសេនស៊ីហើយសេនស៊ីក៏បាននិយាយទៅកាន់អានថាអានវាមានរយៈពេល13ឆ្នាំហើយដែលពួកយើងបានស្គាល់គ្នាហើយវាក៏ជាលើកទី13ដែរតែខ្ញុំបានសុំនាងរៀបការអានរៀបការជាមួយនឹងខ្ញុំទៅតែអានមិនលឺអញ្ចឹងហើយនាងក៏បាននិយាយទៅកាន់សេនស៊ីថានេះគឺជាព័ត៌មានធំដែលឯងបាននិយាយប្រាប់ខ្ញុំឯង